ជំរាបសួរសួស្តីពូម៉ែបងប្អូនអើយនេះឯងបងប្អូនខែនេះចុងខែហើយបងប្អូនគឺចាប់ផ្ដើមស្រកហើយបងប្អូនក៏នូនបឹមដែរនូនរង្គល់ហើយបងប្អូនចាប់ផ្ដើមស្រកតែងតែហើយបងប្អូនបន្តែមីនោះតែលឿនល្អាប់រោតែភ្លីងរោតែពោតែភ្លីងរោតែបកោណៃបងប្អូនអើយលឿនល្អាប់នេះអូពើទេសភាពស្រកស្រែបងប្អូនអើយស្រែដូងរបស់ខ្ញុំឃើញថាទិលិចហើយលិចទៀតបងប្អូនឆ្នាំនេះគឺលិចទៅ3ដំណាក់កាលហើយមួយដំណាក់កាលនោះក៏រយៈពេល3អាទិត្យហើយមួយដំណាក់កាលទៀតក៏រយៈពេលកន្លះខែហើយដំណាក់កាលចុងក្រោយនេះគឺរយៈពេលមួយអាទិត្យទៀតដែរបងប្អូនគឺថាលិចធ្ងន់ធ្ងរលិចហើយលិចទៀតមិនឆ្អែតមិនឆ្អល់លិចមិនខ្វល់លិចយោបងប្អូនអើយធ្វើយ៉ាងម៉េចយ៉ាងម៉ាយ៉ាងណាយ៉ាងណៃទេនេះចាំមើលវិញតែរស់នេះតែងើបប្រមាណដើមទេបងប្អូនចាំតាមវីដេអូបន្តបន្ទាប់ក្រោយទៀតខ្ញុំនឹងធ្វើវីដេអូចែកជូនបងប្អូនជាបន្តបន្ទាប់ធ្វើម៉េចទេបងប្អូនអើយជីវិតយើងអ្នកធ្វើការកសាងឬក៏មួយក៏អ្នកជីវិតអ្នកកសិកម្មបងប្អូនគឺវាខុសគ្នាគឺការស្រឡាញ់និងការចូលចិត្តរបស់មនុស្សយើងអ្នកគឺចំណង់ចំណូលចិត្តគឺខុសគ្នាអ្នកខ្លះក៏ចង់ការចូលចិត្តខាងការដាំដុះដំណាំដាំដុះអ្នកខ្លះក៏គ្រូបង្រៀនអ្នកខ្លះក៏គ្រូពេទ្យអ្នកខ្លះក៏តាមចំណង់ចំណូលចិត្តបងប្អូនដូច្នេះយើងក៏ទៅតាមការចំណង់ចំណូលចិត្តណាបងប្អូនមកដើមនេះដូចថារាំងងឹបហើយបងប្អូនអើយស្វេតស្លឹកងឹបខ្លោចអស់ដេញតែងឹបដេញតែរស់ទេចាំមើលវីដេអូក្រោយបងប្អូនខ្ញុំនឹងមកចែកជូនបងប្អូនហើយនឹងណែនាំបងប្អូនថាហេតុអ្វីបានជាងឹបហើយមូលហេតុនេះគឺដេញស្រាច់ហើយបងប្អូនដោយសារតែទិវាជួនបងប្អូនទិវាជួនទៅវាលិចឯងបងប្អូនហើយលិចទៅវាងឹបបងប្អូនដោយសារវារលួយរឹសវាអស់ឬវាលិចអស់ទៅហើយវាអត់មានការបឺតជញ្ជក់ជាតិអាហារបានក៏បណ្ដាលឲ្យវាងឹបដូងយើងបាននោះនេះខាងនេះក៏ទិនៅប្រឹមប្រែចាប់ផ្ដើមអានេះគឺទើបតែស្រកបងប្អូនស្រកបានតិចដែលវាបានជាង90%ហើយស្រកក៏ប៉ុន្តែនេះនៅត្រាំគួលខ្លះដែលបងប្អូនដោយសារទឹកវាភ្លេងទើបមិនឈប់ដែរហើយមីនោះតែខ្មៅបងប្អូននេះយ៉ាងណាយ៉ាងណីតែខាងនេះធ្ងន់បងប្អូនខាងនេះលិចធ្ងន់ដោយសារខាងនេះវាទំនាបជាងបងប្អូនទំនាបជាងខាងលើមិញអានេះខាងក្រហ្មងគឺទំនាបខ្លាំងគឺលិចដល់គួលនេះគួលនេះផ្លើបនេះបងប្អូនលិចគួលហើយនេះហើយដើមក៏ធំក៏សំដែរប៉ុន្តែបើសិនតែងឹបអុយស្ដាយបងប្អូនស្ដាយមែនទើបខំដាំបានត្រឹមបានប៉ុណ្ណេះមិនងាយទេបងប្អូនអើយស៊ូណាស់បងប្អូនអ្នកកសិកម្មអ្នកធ្វើខាងដំណាំដាំដុះខាងកសិកម្មបានកើតរឿងថារបស់យើងដាំចេះគឺវាពិបាកណាស់ត្រឹមបានប៉ុណ្ណេះគឺវាយូរឆ្នាំដែរបងប្អូនហើយរបស់ខ្ញុំគឺមិនធំមិនថាត់ទេអាយុកាលរបស់វាគឺ3ឆ្នាំហើយបងប្អូនដោយសារតែយើងទទួលរងនៃគ្រោះទឹកជំនន់ផងទទួលរងនៃការហែងក្តៅហែងបងប្អូនព្រោះទេសភាពខាងស្រុកខ្ញុំស្រុកស្រែគឺក្តៅខ្លាំងបងក្តៅហើយគឺក្តៅហែងអត់មានអុយទេគឺហែងខ្លាំងបងប្អូនហើយវីដេអូរបស់ខ្ញុំមានអុយច្រើនទេបងប្អូនហើយមានតែប៉ុណ្ណេះឯងអរគុណសម្រាប់តាមដានវីដេអូរបស់ខ្ញុំបាទតាំងពីដើមដល់ចប់